តាថ្ងៃនេះខ្ញុំសាកឆាតជាមួយនឹង AI ChatGPT របស់យើងហ្នឹងហើយខ្ញុំក៏សួរសំណួរទៅ ChatGPT ថាតើហេតុអ្វីបានជាចន្ទីមានតែផ្កាអត់មានផ្លែតើគួរធ្វើយ៉ាងម៉េចដល់ពេល ChatGPT ឆ្លើយប្រាប់ថាមូលហេតុដែលកើតមាន1มันមានសត្វជួយប៉ូលីនអាហ្នឹងគេហៅថាផ្កាចន្ទីត្រូវការសត្វល្អិតដូចជាឃ្មុំឬមូសត្វល្អិតផ្សេងៗហ្នឹងជួយធ្វើដំណើរលំអងរបស់វាទី2មកពីអាកាសធាតុក្តៅខ្លាំងឬក៏ត្រជាក់អីចឹងណាដូចជាកម្ដៅខ្លាំងឬភ្លៀងពេលចេញផ្កាអាចធ្វើឲ្យផ្កាជ្រុះមិនខ្លាចជាផ្លែឬពេលខ្វះជាតិគីមផ្លាស់ខ្វះជីចឹងណាហើយដើម្បីឲ្យចន្ទីត្រូវការជីមានតែជីដូចជាប៉ូតាស្យូម phosphorus ដើម្បីបង្កើនផ្លែដល់ពេលសត្វល្អិតឬកើតជំងឺពេលមានសត្វល្អិតខាំផ្កាអាចស្ងួតមិនអាចคลายជាផ្លែបានវិធីដោះស្រាយដាក់ជី NPK 15 15 15ឬ12 24 12ជុំវិញដើមបាញ់ជីប៉ូតាស្យូមឬជីបង្កើនផ្លែកុំបាញ់ថ្នាំសម្រាប់សត្វល្អិតពេលមានផ្កាច្រើនដើម្បីឲ្យឃ្មុំហ្នឹងជួយប៉ូលីនរបស់វាគេថាជួយដំណើរលំអងឲ្យផ្កាចន្ទីហ្នឹងកើតទៅជាផ្លែអញ្ចឹងណាហើយចំណុចទៀតបើដីស្ងួតពេកត្រូវស្រោចទឹកបន្តិចជាធម្មតាផ្កាចន្ទីទាំងអស់คล้ายជាផ្លែទេតែបន្តិចប៉ុណ្ណោះคล้ายជាបានន័យថាជាធម្មតាផ្កាចន្ទីទាំងអស់ហ្នឹងវាមិនអាចคล้ายជាផ្លែទាំងអស់ទេវាមានតែមួយចំនួនតូចទាំងទេដែលអាចคล้ายជាផ្លែហើយទៅ ChatGPT គេសួរយើងថាបើអ្នកចង់ខ្ញុំអាចប្រាប់វិធីផ្សេងហើយគេដាក់មកថ្នាំឬជី3មុខដែលធ្វើឲ្យចន្ទីចេញផ្លែច្រើនតែខ្ញុំដាក់ឲ្យ ChatGPT នឹងប្រាប់មកតែវិធីសាស្ត្រអ្វីចឹងណាហើយគេប្រាប់ហើយនេះទី1 GNPK បង្កើនកម្លាំងដើមហើយចំណុចប្រើ NPK 15 15 15ឬ12 24 12ដាក់ជំវិញគល់ដើមប្រហែល 0.5 ឬ1គីឡូក្នុងមួយដើមដាក់2ទៅ3ដងក្នុងរដូវផ្កាជីប៉ូតាស្យូមហ្នឹងវាជួយបង្កើនឲ្យមានផ្លែច្រើនន័យថាអាជីប៉ូតាស្យូមហ្នឹងពេលយើងដាក់រោយគល់វាទៅវាជួយឲ្យវាចាប់បានក៏មានកម្លាំងក្នុងការផ្លែផ្កាអញ្ចឹងណាហើយបន្ទាប់ទៀតហ្នឹងហើយចាំមើលឲ្យទៅខាងក្រោមបន្តិចទៅហ្នឹងបន្តទៀតអូខេត Let's start go តមើលចប់ហើយនៅបន្តទៀតបានទេអាចជួយវិធីសាស្ត្រដែលជីប៉ូតាស្យូមហ្នឹងបង្កើនផ្លែចំណុចផ្សេងៗរបស់វាមានដូចជាជួយឲ្យផ្កាคล้ายជាផ្លែបានច្រើនអាចលាយទឹកបាញ់លើផ្កានិងស្លឹកបានន័យថាយកជីហ្នឹងយកទៅលាយទឹកចំណុះ20លីត្រហើយយើងដាក់ជីតាមចំនួនហ្នឹងទៅហើយយើងយកទឹកបាញ់នៅលើដើមផ្លែផ្ការបស់វាហ្នឹងណាហើយបន្ទាប់មកគេមានចំណុចបន្តទៀតនេះបាញ់7ទៅ10ថ្ងៃបានន័យថា7ទៅ10ថ្ងៃបានយើងបាញ់ម្ដងចំណុចមួយទៀតថ្នាំការពារសត្វល្អិតចំណុចទី3ថ្នាំការពារសត្វល្អិតក៏មានចំណុចតូចៗរបស់គេតែថ្នាំការពារសត្វល្អិតហ្នឹងវាមានថ្នាំប្រភេទថ្នាំអ្វីដែលយើងអាចយកលាយមកជាមួយនឹងទឹកហ្នឹងយកទៅបាញ់នៅលើដើមបានថ្នាំការពារសត្វល្អិតខាំផ្កាដូចជាអាសត្វតកូវហ្នឹងវាទៅស៊ីផ្កាខូចអស់រលួយអញ្ចឹងណាហើយទៅយើងបាញ់ពេលព្រឹកឬពេលល្ងាចបើពេលល្អដែលយើងអាចបាញ់ដើមចន្ទីបានគឺពេលព្រឹកហើយនិងពេលល្ងាចកុំបាញ់ខ្លាំងពេកមានឃ្មុំច្រើនកុំបាញ់ខ្លាំងពេកមានឃ្មុំច្រើនគេមិនឲ្យបាញ់ខ្លាំងពេកទេនៅពេលដែលចន្ទីហ្នឹងវាមានឃ្មុំច្រើនព្រោះវាអត់ដំណើរលំអងឲ្យចន្ទីហ្នឹងវាប្រកាសបានជាក្តឹបចឹងណាផ្លែបើអ្នកចង់ដឹងវិធីផ្សេងទៀតខ្ញុំអាចប្រាប់អ្នកបានអូខេខ្ញុំដាក់ថាប្រាប់បាញ់ថ្នាំអ្វីគេប្រាប់មកនេះបើចន្ទីមានផ្កាតែមិនសូវចេញផ្លែកសិករជាច្រើនប្រើថ្នាំបង្កើនការឆាបចេញផ្លែនិងការការពារសត្វល្អិតខាងក្រោមថ្នាំបង្កើនការឆាប់ផ្លែមានដូចជាប្រើជីប្រូលិកអាស៊ីតដែលជា A3 ជួយឲ្យផ្កាឆាប់ផ្លែបានល្អលាយទឹកបាញ់លើផ្កា
បាញ់ពី7ទៅ10ថ្ងៃម្ដងបានន័យថាយើងបាញ់ម្ដងហើយចន្លោះរយៈពេលនៃយើងបាញ់ម្ដងទៀត7ថ្ងៃឬក៏10ថ្ងៃចាំយើងបាញ់ម្ដងទៀតតបមកថ្នាំការពារសត្វល្អិតប្រភេទថ្នាំដែលយើងអាចយកមកលាយជាមួយនឹងទឹកបាញ់ការពារសត្វល្អិតផ្សេងកុំឲ្យវាស៊ីផ្កាឲ្យវាអត់ល្អយើងអាចប្រើអាមីដកក្លរិកឬក៏អាបេម៉ាស៊ីនការពារសត្វល្អិតខាំផ្កាហ្នឹងការពារទៅសត្វតកូវអញ្ចឹងណាបាញ់ពេលព្រឹកឬពេលល្ងាចចំណុចទី3ជីបាញ់លើស្លឹកប្រភេទដែលយើងបាញ់លើស្លឹកឲ្យវាល្អកុំឲ្យវាមានសត្វល្អិតទៅទុំឬក៏ទៅស៊ីស្លឹកបន្តិចធ្វើឲ្យចន្ទីយើងខូចមានដូចជាយើងលាយទឹកជាមួយនឹង GNPK បាញ់លើស្លឹកជួយឲ្យផ្ការឹងនិងឆាប់ផ្លែច្រើនវិធីបាញ់ល្អបំផុតបាញ់ពេលព្រឹកថ្ងៃក្តៅឬល្ងាចមុនព្រឹកមុនថ្ងៃក្តៅបាញ់10ថ្ងៃបានបាញ់ម្ដងបើចង់អាចបើអ្នកចង់ដឹងវិធីផ្សេងទៀតខ្ញុំអាចជួយអ្នកបានអញ្ចឹងហើយទៅបន្តមកខ្ញុំក៏អស់មើលប្រភេទ G នៅខាងលើហើយ screenshot ទុកដើម្បីឲ្យយើងធ្វើការទៅទិញនៅលើទីផ្សារតើវាមាន G ប្រភេទហ្នឹងមានលក់នៅលើទីផ្សារកន្លែងណាដែលមានលក់កន្លែងខ្លះមានលក់ប្រភេទ G ថ្នាំអីចឹងមែនប៉ុន្តែក៏វាមិនអាចមានលក់ដែរណាហើយខ្ញុំក៏សួរវាបន្តទៀតតើគួរលាយថ្នាំប្រភេទអ្វីដើម្បីឲ្យយើងប្រាប់របៀបលាយជីខ្លួនឯងបានដើម្បីយើងយកទៅបាញ់ថែបង្ពន់ដើមឬបុកាដែលវាកំពុងតែលាស់ហ្នឹងហើយបន្ទាប់មកអូខេហើយចាំមើលវាប្រាប់មកវិញណាហ្នឹងហើយចាំមើលទាំងអស់គ្នារបៀបលាយជីខ្លួនឯងបាញ់ឆាប់បានកាន់ក្តាប់ចឹងណាអូខេគេប្រាប់រូបមន្តលាយជីបាញ់សម្រាប់ទឹក20លីត្រលាយក្នុងទឹក20លីត្រហ្នឹងមានដូចជា GNPK 122412 1ស្លាបព្រាប៉ូតាស្យូមអូខេប៉ូតាស្យូមអាចទៅដល់គេហៅថាអូខេហើយស្ករអំពៅបន្តមកយើងមានប្រភេទរូបមន្តធម្មជាតិដែលយើងអាចលាយខ្លួនឯងក្នុងទឹកត្រឹមចំណុំ20លីត្រយើងអាចយកស៊ុតដែលហៅថាពងមាន់ហ្នឹង2គ្រាប់ទឹកដោះគោជូរ1កំប៉ុងស្ករត្នោតឬស្ករធម្មតា2ស្លាបព្រាទឹកត្រី1ស្លាបព្រាបាយហើយយើងយកទៅកិនឲ្យម៉ត់គ្រប់វារយៈពេល1យប់ហើយយើងយកទៅលាយទឹក20លីត្រហើយបាញ់ទៅលើ